នេះជាវិធីធ្វើទ្រុងមាន់ស្តង់ដារដែលអាចប្រើបានទាំងសម្រាប់មាន់សាច់និងមាន់ពង 1. ជ្រើសទីតាំង ដីខ្ពស់មិនលិចទឹក មានខ្យល់ចេញចូលល្អមិនក្តៅពេក ឆ្ងាយពីផ្ទះបន្តិចដើម្បីកាត់បន្ថយក្លិននិងសំឡេង 2. ទំហំទ្រុងស្តង់ដារ មាន់សាច់ 8-10 ក្បាល 1 ម៉ែត្រការ៉េ មាន់ពង 4-5 ក្បាល 1 ម៉ែត្រការ៉េ ឧទាហរណ៍ 50 ក្បាលមាន់ពងត្រូវការ 10-12 ម៉ែត្រការ៉េ កម្ពស់ទ្រុង ខាងមុខ 2.5 ម៉ែត្រ ខាងក្រោយ 1.8 2 ម៉ែត្រ 3. សម្ភារៈត្រូវមាន ឈើឬដែកសម្រាប់សុំ សំណាញ់លួស ជញ្ជាំងនិងបង្អួច សង់កសីឬស្លឹកត្នោតដំបូល ឈើបន្ទះឬបេតុងជាន់ ក្រឡុកស្រូវអង្កាមជាន់ 4. រចនាទ្រុង ដំបូល ធ្វើឲ្យជ្រាវទឹកល្អ ត្រេក បាំងភ្លៀងនិងថ្ងៃ ជញ្ជាំង ខាងលើប្រើសំណាញ់ ខ្យល់ចេញចូល ខាងក្រោមបិទឈើឬបេតុង 30-50 សង់ ជាន់ ល្អបំផុតបេតុង បន្ទាប់មកអង្កាមឬក្រឡុកស្រូវ 5-10 សង់ 5. គ្រឿងក្នុងទ្រុង ធ្នើរអង្គុយមាន់ពងកម្ពស់ 50-80 សង់ ប្រអប់ពង 1 ប្រអប់ 4-5 ក្បាល ធុងទឹកចានអាហារ ដាក់ឲ្យខ្ពស់ពីជាន់ 10-15 សង់ 5. អនាម័យនិងសុវត្ថិភាព សម្អាតទ្រុងរៀងរាល់សប្តាហ៍ ប្តូរអង្កាមពេលសើមឬក្លិនខ្លាំង បិទរន្ធឲ្យជិតដើម្បីការពារសត្វលួច ឆ្មាកណ្តុរពស់ 7. គន្លឹះបន្ថែម បង្កាបក្លិនដោយប្រើ ឬស្លឹកឈើស្ងួត កុំឲ្យទ្រុងក្តៅពេក មានសំណាញ់ខាងលើច្រើន បែងចែកទ្រុងមាន់តូច ធំប្រសិនបើចិញ្ចឹមច្រើនអាយុ បើអ្នកចង់បាន គំនូរគំរូទ្រុង ទ្រុងមាន់សាច់ឬមាន់ពងជាក់លាក់ ទ្រុងតាមថវិកាតិច ប្រាប់ខ្ញុំបានខ្ញុំនឹងជួយរៀបលម្អិតបន្ថែម